ហេតុអីក៏មិនជួយជីវិតមនុស្សជាមុនសិនចាំបាច់អីគិតតែពីលុយលោកគ្រូពេទ្យនេះគិតថាជីវិតមនុស្សជាសត្វមែនទេទោះបីជាពេលនេះខ្ញុំអត់មានលុយគ្រប់តែខ្ញុំសន្យាថានឹងរកលុយឲ្យបានសូមទោសផងណាបើគ្មានលុយបង់ទេពួកយើងមិនអាចជួយអ្វីបាននោះទេសូមលោកយកម្ដាយលោកទៅផ្ទះសិនចុះចាំពេលលោករកលុយបានពេលណាចាំមកម្ដងទៀតឯងមែនទេឯងថ្លាំធំណាស់ផ្ទះដូចសបុកកដុលតែមកហ៊ានស្រឡាញ់បុផាសួរមិនចេះប្រមាណខ្លួនពិតមែនមិនបានធ្វើអីហ៎នេះអូនមេតាមកនៅផ្ទះឯងហើយនៅថាមិនធ្វើអីទៀតយើងបដៅឯងឲ្យស្គាល់មេរៀនម្ដងបើគ្មានឯងអូនមេតានឹងស្រឡាញ់យើងចង់ងាប់តាមម៉ែឯងមែនទេបានយើងនឹងបំពេញបំណងឯងកុំអីអូនមេតាហេតុអីក៏អូនធ្វើបែបនេះរឿងដំបៅជីវិននិពន្ធដោយដនស្រីមុំម៉ែយ៉ាងម៉េចទៅហើយម៉ែក្អកខ្លាំងណាស់កូនយកម៉ែទៅពេទ្យណាម៉ែតែយើងអត់មានលុយទេកូនមិនអីទេណាម៉ែគ្រាន់តែក្អកបន្តិចបន្តួចទេម៉ែមិនអីទេមិនអីទេម៉ែកូនគិតថារកតែខ្ចីលោកសេដ្ឋីសិនមិនអីទេកូនកុំអីព្រោះយើងអត់មានអីសងលោកសេដ្ឋីទេណាកូនមិនអីទេម៉ែឲ្យតែម៉ែជាទោះបីជាយ៉ាងណាក៏កូនមិនរាថយដែរម៉ែពិសាបបរសិនទៅណាម៉ែចាស់កូនឆ្ងាញ់ទេម៉ែចាឆ្ងាញ់ណាស់កូនជំរាបសួរលោកសេដ្ឋីមានការអីដែរថេនបានជាមកដល់ផ្ទះយើងបែបនេះបាទលោកសេដ្ឋីនិយាយដោយត្រង់ទៅចុះពេលនេះម្ដាយខ្ញុំកំពុងតែឈឺតែខ្ញុំគ្មានលុយយកទៅព្យាបាលម្ដាយខ្ញុំទេទើបចង់មកខ្ចីលុយលោកសេដ្ឋីបើមកខ្ចីយើងក៏មិនថាអីដែរតែពេលដែលឯងយកទៅតើឯងមានលទ្ធភាពសងយើងវិញទេបាទលោកសេដ្ឋីខ្ញុំនឹងខិតខំរកប្រាក់យកមកសងលោកសេដ្ឋីវិញទោះធ្វើការងារអ្វីក៏ដោយបើអញ្ចឹងចេះទៅយើងកំពុងតែខ្វះអ្នកបម្រើនៅក្នុងផ្ទះឯងអាចមកធ្វើការនៅក្នុងផ្ទះយើងបានយើងនឹងឲ្យប្រាក់ខែឯងពិតមែនណាលោកសេដ្ឋីខ្ញុំពិតជាអរគុណលោកសេដ្ឋីខ្លាំងណាស់ទៅយកប្រាក់មកឲ្យគេមកបាទលោកសេដ្ឋីនេះបាទលោកសេដ្ឋីនេះជាប្រាក់យកទៅព្យាបាលម្ដាយឯងចុះខ្ញុំអរគុណលោកសេដ្ឋីខ្លាំងណាស់បើអញ្ចឹងខ្ញុំបាទសូមលាលោកសេដ្ឋីសិនហើយទៅចុះតែកុំភ្លេចស្អែកនេះមកធ្វើការតែម្ដងមកណាបាទលោកសេដ្ឋីម៉ែកូនមកវិញហើយមកវិញហើយឯកូនតើយ៉ាងម៉េចហើយកូនខ្ចីលោកសេដ្ឋីបានទេកូនបាទម៉ែបានតើម៉ែលោកសេដ្ឋីចិត្តល្អណាស់ម៉ែគាត់ថែមទាំងឲ្យកូនទៅធ្វើការនៅផ្ទះគាត់ដើម្បីបានលុយសងគាត់ថែមទៀតផងណាម៉ែល្អណាស់កូនម៉ែតោះកូនយកម៉ែទៅពេទ្យណាម៉ែមិនអីទេកូនទិញតែថ្នាំឲ្យម៉ែទៅគឺវាបានហើយមិនចាំបាច់យកម៉ែទៅពេទ្យទេណាកូនម៉ែមិនអីទេអត់ទេម៉ែកូនត្រូវទៅយកម៉ែទៅពេទ្យតោះម៉ែយើងទៅលោកគ្រូពេទ្យតើជំងឺម្ដាយខ្ញុំយ៉ាងម៉េចទៅហើយតើគាត់ឈឺអីទៅលោកគ្រូពេទ្យពេលនេះម្ដាយលោកមានជំងឺមហារីកសួតបើមិនបញ្ញាប់ព្យាបាលទេជំងឺនេះនឹងកាន់តែរីករាលដាលខ្លាំងជាមិនខានទេឲ្យតែព្យាបាលម្ដាយខ្ញុំជាទោះអស់ប្រមាណក៏បានដែរលោកគ្រូពេទ្យបាន
ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពតែលោកត្រូវបង់លុយជាមុនសិនដើម្បីសេវាកម្មពិនិត្យលោកគ្រូពេទ្យតើអស់ប្រមាណទៅសេវាពិនិត្យនិងព្យាបាលដំបូងគឺ4លានរៀលថាម៉េចតែខ្ញុំមានលុយពីណាច្រើនដល់ថ្នាក់នេះទៅលោកគ្រូពេទ្យពេលនេះខ្ញុំអត់មានលុយច្រើនដល់ថ្នាក់នេះទេតែខ្ញុំនឹងព្យាយាមរកប្រាក់យកមកបង់ថ្លៃពេទ្យសូមតែលោកគ្រូពេទ្យជួយម្ដាយខ្ញុំឲ្យជាទៅណាលោកគ្រូពេទ្យសូមទោសផងណាបើគ្មានលុយបង់ទេពួកយើងមិនអាចជួយអ្វីបាននោះទេសូមលោកយកម្ដាយលោកទៅផ្ទះសិនចុះចាំពេលលោករកលុយបានពេលណាចាំមកម្ដងទៀតហេតុអីក៏មិនជួយជីវិតមនុស្សជាមុនសិនចាំបាច់អីគិតតែពីលុយលោកគ្រូពេទ្យនេះគិតថាជីវិតមនុស្សជាសត្វមែនទេទោះបីជាពេលនេះខ្ញុំអត់មានលុយគ្រប់តែខ្ញុំសន្យាថានឹងរកលុយឲ្យបានសូមទោសផងណាខ្ញុំពិតជាមិនអាចជួយអ្វីបានពិតមែនក ូនថេននេះមានរឿងអីនឹងកូនហេតុអីក៏កូនយំម៉ែមានបានកើតអីណាកូនម៉ែតោះយើងទៅផ្ទះវិញណាម៉ែយើងទទួលបានថ្នាំឲ្យម៉ែលេបហើយណាម៉ែឃើញទេម៉ែថាមិនអីគឺមិនអីហើយតោះកូនយើងទៅផ្ទះយើងវិញកូនបាទម៉ែតោះម៉ែយើងទៅផ្ទះយើងវិញណាម៉ែម៉ែព្រឹកនេះកូនទៅធ្វើការនៅផ្ទះលោកសេដ្ឋីហើយម៉ែល្ងាចបន្តិចទើបកូនត្រឡប់មកវិញណាម៉ែបបរកូនបានរៀបចំទុកឲ្យម៉ែរួចហើយណាម៉ែកូនកុំអារម្មណ៍អីកូនទៅធ្វើការចុះណាកូនខំធ្វើការណាកូនបាទម៉ែកូនលាសិនហើយម៉ែតើកូនធ្វើយ៉ាងម៉េចទើបអាចរកលុយបានទៅព្យាបាលម៉ែបានទៅម៉ែកូនដឹងថាម៉ែឈឺខ្លាំងតែម៉ែមិនដែលត្អូញឲ្យកូនដឹងទេថេនមិនក៏មកអង្គុយនៅទីនេះអូអ្នកនាងមានរឿងអីមែនទេហេតុអីក៏ស្ងត់ស្ងាត់យ៉ាងនេះធ្វើការហត់ពេកមែនទេបាទអត់ទេអ្នកនាងគឺខ្ញុំគ្រាន់តែគិតដល់ម៉ែអ្នកមីងនៅមិនទាន់បានធូរស្បែកទេមែនទេបាទនៅទេអ្នកនាងម៉ែត្រូវការលុយព្យាបាលច្រើនណាស់ខ្ញុំគ្មានលទ្ធភាពនោះទេតើត្រូវចំណាយប្រមាណទៅការព្យាបាលលើកដំបូងគឺ4លានឯណោះណាអ្នកនាងខ្ញុំអត់មានលុយច្រើនដល់ថ្នាក់នេះទេទើបបានជាយកម៉ែត្រឡប់មកផ្ទះវិញតើអ្នកមីងឈឺអីហេតុអីក៏ចាំបាច់ចំណាយអីច្រើនដល់ថ្នាក់នេះបាទអ្នកនាងគឺម៉ែគាត់កើតជំងឺមហារីកសួតថាម៉េចបាទមែនហើយអ្នកនាងពេលនេះខ្ញុំមិនដឹងថាត្រូវជួយម៉ែយ៉ាងម៉េចនោះទេមិនអីទេចាំខ្ញុំជួយថែនចុះណាកុំអីអ្នកនាងខ្ញុំគ្មានលទ្ធភាពសងទេព្រោះនៅជាពាក់លោកសេដ្ឋីមិនទាន់បានសងផងអូយមិនអីទេណាយកទៅព្យាបាលអ្នកមីងសិនចុះចាំតិចខ្ញុំនឹងទៅយកលុយមកឲ្យលោកមេតាកូននេះកូនយកលុយទៅណាអីក៏ច្រើនម្ល៉េះគឺកូនចង់យកឲ្យអាថេននោះមែនទេពុកគឺណែពុកបានឲ្យគេមកធ្វើការអាចរកលុយបានហើយចាំបាច់អីយកលុយទៅឲ្យគេទៀតច្បាស់ណាស់គេបោកប្រាស់កូនហើយពុកនឹងដេញគេចេញមិនឲ្យធ្វើការទៀតទេកុំអីពុកកូនយកលុយនេះឲ្យគេយកទៅព្យាបាលម្ដាយរបស់គេដែលកំពុងតែឈឺធ្ងន់ត្រូវការព្យាបាលណាពុករឿងនេះមិនពាក់ព័ន្ធអីនឹងកូនទេម្ដាយគេឈឺជារឿងរបស់គេឃើញពុកឲ្យលុយខ្ចីគិតចង់មករកលុយពីកូនស្រីយើងទៀតពុកមិនអាចឲ្យគេមកធ្វើការនៅទីនេះទៀតបានទេពុកកូនសុំវត្តចុះសុំកុំដេញគេចេញអីកូនមិនឲ្យលុយគេក៏បានតែសុំលោកពុកផ្ដល់ឱកាសការងារឲ្យគេផងចុះគេមិនអាចអត់ការងារបានទេគេត្រូវការប្រាក់យកទៅព្យាបាលម្ដាយរបស់គេណាពុកណាបាន
តែកូនត្រូវតែមិនទៅពាក់ព័ន្ធអីនឹងគេទៀតបើពុកឃើញពុកនឹងដេញគេចេញភ្លាម ចាពុក ចូលបន្ទប់វិញទៅ កូនថេននេះតើកូនមានរឿងអីហេតុអីក៏ទឹកមុខក្រៀមក្រំយ៉ាងនេះកូន អត់ទេម៉ែអត់មានអីណាម៉ែកូនទៅដាំបបរឲ្យម៉ែសិនហើយណាម៉ែម៉ែឃ្លានទេ អត់ទេកូនម៉ែអត់ឃ្លានទេកូនដាំបាយហូបខ្លួនឯងចុះណាកូន ម៉ែត្រូវទៅហូបឲ្យបានច្រើនណាម៉ែ ចាស់កូន ម៉ែចាំបន្តិចណាខ្ញុំទៅដាំបបរមិនយូរទេបន្តិចឆ្អិនហើយម៉ែម៉ែបបរឆ្អិនហើយម៉ែហូបទៅម៉ែ ចាស់កូន ឆ្ងាញ់ទេម៉ែ ឆ្ងាញ់ណាស់កូន ម៉ែកូននឹងខំប្រឹងដើម្បីឲ្យមានលុយដើម្បីឲ្យម៉ែបានពិសាឆ្ងាញ់ជាងនេះណាម៉ែ ទេកូនឆ្ងាញ់ខ្លាំងណាស់មានតែប៉ុណ្ណេះម៉ែហូបឆ្ងាញ់ខ្លាំងណាស់កូនអើយ ហេតុអីបានជាម៉ែយំម៉ែឈឺមែនទេម៉ែ អត់ទេកូនអត់ទេម៉ែមិនឈឺទេម៉ែរំភើបដែលមានកូនដ៏សែនល្អនៅក្បែរម៉ែចាំមើលថែម៉ែប៉ុន្តែក៏ម៉ែស្ងប់ចិត្តទៅហើយកូនម៉ែមិនចង់បានអ្វីទៀតទេ បាទម៉ែកូននឹងនៅក្បែរម៉ែរហូតណាម៉ែ កូនហូបហើយកូនទៅសម្រាប់ចុះណាកូនហត់នឿយហើយ បាទម៉ែមេត្តាកូន ចាស់ពុក ពុកបាននិយាយជាមួយនឹងលោកចវាយខេត្តនិងលោកកូនឲ្យទៅគេហើយណា ពុកថាម៉េចពុកលើកកូនឲ្យទៅគេហេតុអីក៏ពុកមិនសួរចិត្តកូនសិនហេតុអីទៅ មានតែគេប៉ុណ្ណោះដែលស័ក្តិសមនឹងកូនកូនគ្មានសិទ្ធិនិយាយប្រកែកតវ៉ាអ្វីទាំងអស់ អត់ទេពុកមិនអាចបង្ខំចិត្តកូនឲ្យរៀបការជាមួយមនុស្សដែលកូនមិនបានស្រឡាញ់នោះទេ បើកូនមិនស្រឡាញ់គេទេតើកូនស្រឡាញ់អ្នកណាទៅកុំប្រាប់ថាកូនស្រឡាញ់អាថេនឲ្យសោះណាពុកប្រាប់ឲ្យដឹងទៅចុះកូនមិនអាចស្រឡាញ់វាបានទេព្រោះវាក្ររហាមមានម្ដាយឈឺទៀតគ្រាន់តែគិតក៏វេទនាខ្លួនណាស់ទៅហើយ ទោះបីជាគាត់ក្រតែគាត់តស៊ូស្មោះត្រង់ណាស់ពុកគាត់ព្យាយាមខ្លាំងណាស់មែនគឺកូនស្រឡាញ់បងថេនកូនមករៀបការជាមួយនឹងម្នាក់នោះជាដាច់ខាត នេះដូចជាការគិតរបស់ពុកមែនតែមិនអីទេបើកូននៅតែរឹងទទឹងពុកនឹងធ្វើឲ្យកូនបានឃើញថាការដែលវាហ៊ានលូកថ្លើមចេញពីពុកនឹងទទួលបានលទ្ធផលបែបណា ពុកចង់ធ្វើអី ពុកមិនធ្វើអីទេកូនទៅបន្ទប់វិញចុះពុកមានការចេញទៅក្រៅបន្តិច ពុក អេលោកសេដ្ឋីហេតុអីក៏លោកសេដ្ឋីមកដល់ទីនេះ អាថេននៅទេ តើមានរឿងអីមែនទេលោកសេដ្ឋីកូនថេនគេទៅធ្វើអីខុសមែនទេ ឆាប់ទៅហៅគេមកលោកសេដ្ឋីមានអីមែនទេទើបបានជាមកដល់ទីនេះយើងមកដាស់តឿនឯងបើចង់មានជីវិតរស់នៅល្អដូចជាគេឆាប់ចេញឲ្យឆ្ងាយពីកូនស្រីយើងលោកសេដ្ឋីគឺខ្ញុំយើងបានដឹងរឿងគ្រប់យ៉ាងអស់ហើយចេញឲ្យឆ្ងាយពីកូនស្រីយើង កូនថេននេះមានរឿងអីកូន មិនអីទេម៉ែកុំបារម្ភអីណាម៉ែសម្រាកចុះបើឯងនៅតែមិនព្រមចេញកុំថាយើងមិនបានប្រាប់សុវត្ថិភាពម្ដាយឯងក៏យើងមិនធានាដែរ
សុំកុំធ្វើអីម្ដាយខ្ញុំឲ្យសោះលោកសេដ្ឋីខ្ញុំយល់ព្រមខ្ញុំនឹងមិនទៅធ្វើការនៅផ្ទះលោកសេដ្ឋីទៀតទេល្អតោះអាទឿទៅវិញបានលោកសេដ្ឋីសំឡាញ់សំឡាញ់មកដល់ហើយអីមកចូលមកក្នុងអង្គុយសិនមកមេតាកូនឆាប់ទៅយកទឹកមកឲ្យភ្ញៀវជំរាបសួរលោកពូល្អណាស់ក្មួយពេលធំឡើងពិតជាសង្ហាមិនចាញ់សំឡាញ់ទេនេះអរគុណលោកពូណាពូខ្ញុំសុំទៅជួយអូនមេតាយកទឹកមកសិនណាទៅយកក្មួយបងថេនតើបងណៃណាហេតុអីក៏មិនឃើញមកអូននឹកបងខ្លាំងណាស់នឹកស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយអូនមេតាលោកចេញទៅកុំមកចាប់ដៃខ្ញុំណាចេញទៅហេតុអីទៅមិនយូរមិនឆាប់យើងគង់តែខ្លាយជាប្តីប្រពន្ធចាំបាច់អីកំណាញ់ខ្លួនយ៉ាងនេះយើងដាច់ខាតមិនរៀបការជាមួយលោកឯងទេមនុស្សអន្តពាដោយលោកឯងនេះយើងមិនឲ្យប៉ះពាល់ខ្លួនប្រាណរបស់យើងជាដាច់ខាតបើឲ្យយើងរៀបការជាមួយឯងយើងសុខចិត្តស្លាប់ចង់ដឹងខ្លាំងណាស់ថាតើអាប្រុសម្នាក់ណាទៅណោះដែលអាចឆក់យកចិត្តអូនមេតារបស់បងបាននេះជារឿងរបស់ខ្ញុំលោកកុំមកចេះយកទឹកទៅលោកពុកចាំយូរហើយថេនកូនតើកូនប្រាប់ម៉ែបានទេហេតុអីបានជាកូនក្រៀមក្រំយ៉ាងនេះកូនធ្វើបែបនេះម៉ែពិបាកចិត្តខ្លាំងណាស់កូនអើយម៉ែកូនមិនអីទេណាម៉ែព្រោះតែរឿងលោកសេដ្ឋីនិយាយពីលើកមុនមែនទេកូនថេនស្ដាប់ម៉ែណាកូនម៉ែដឹងថាក្តីស្រឡាញ់មិនអាចហាមឃាត់បានតែកូនតោងចាប់ផ្កាយមិនបានទេណាកូនកូនដឹងតាម៉ែឈប់ពិបាកចិត្តទៀតទៅបើកូនមិនបានគិតអីគឺល្អហើយណាម៉ែនឹងបានអស់បារម្ភពីកូនបាទម៉ែសម្រាប់ចុះណាម៉ែថេនដឹងទេកូនម៉ែមានមោទនភាពចំពោះកូនខ្លាំងណាស់កូនល្អដឹងទេកូនល្អណាស់ម៉ែក៏សំណាងដែលមានកូនម៉ែចង់ឃើញកូនសប្បាយចិត្តម៉ែមិនចង់ឃើញកូនសោកសៅបែបនេះទេណាកូនប្រុសញញឹមឲ្យម៉ែឃើញតិចបានទេកូនម៉ែកូនស្រឡាញ់ម៉ែណាម៉ែស្រឡាញ់កូនបាទម៉ែសម្រាប់ចុះណាម៉ែលោកពូតាមមើលទៅអូនមេតាមិនពេញចិត្តនឹងខ្ញុំសោះតែគេមានអ្នកណានៅក្នុងចិត្តហើយមែនទេលោកពូអត់មានឯណាកុំបារម្ភអីម្នាក់នោះពូបានចាត់ការវារួចទៅហើយពូនាំខ្ញុំទៅផ្ទះម្នាក់នឹងបានទេក្មួយចង់ដឹងថាមុខមាត់វាយ៉ាងម៉េចទើបបានជាអូនមេតាស្រឡាញ់វាអីខ្លាំងម្ល៉េះបានចាំពូនាំទៅចុះមិនបានទេបងថេនប្រកាសជាមានគ្រោះថ្នាក់យើងទៅប្រាប់គាត់ឲ្យដឹងមុនសិនទៅបាននិយាយរួចហើយមេតាក៏បានទៅផ្ទះថេនដោយស្ងាត់ចំណែកឯលោកសេដ្ឋីគិតចង់ឲ្យមេតាទៅក៏បំរុងទៅហៅកូនតែក៏បាត់មេតាបាត់ទៅហើយពូគិតថាចង់ឲ្យកូនមេតាគេទៅដែរឲ្យគេបានដឹងថារវាងក្មួយតារានិងអាថេននោះមិនអាចស្មើនឹងក្មួយបានទេបាទពូល្អនតាកូនមេតាមិននៅទេប្រហែលជាទៅសួនខាងក្រោយផ្ទះបាត់ទៅហើយមើលទៅតោះមិនអីទេយើងទៅតែគ្នាយើងបានហើយតោះអញ្ចឹងមីងជម្រាបសួរមីងចាលើកដៃថ្វាយព្រះក្មួយនេះក្មួយមកទីនេះមានការអីមែនទេក្មួយមីងតើបងថែននៅទេគេនៅក្នុងចក្រានបាយឯនោះក្មួយរកគេមានការអីមែនទេចាមីងខ្ញុំមានរឿងសំខាន់ចង់ប្រាប់គាត់ខ្ញុំសុំទៅជួបគាត់បន្តិចណាមីងណាចាក្មួយមេតាបងនឹកអូនណាហេតុអីមនុស្សដែលស្រឡាញ់គ្នាតែមិនអាចជួបគ្នាបានមកពីបងក្រមែនទេអូនដឹងទេថាបងនឹកអូនស្ទើរតែប្រេះទ្រង់ស្លាប់ទៅហើយ
បងថេនអូនមកដល់ហើយ ហ៎អូនមេតាហេតុអីក៏អូនមកទីនេះ បងថេនបងឆាប់កិច្ចខ្លួនទៅណាកិច្ចពេលនេះទៅពុករបស់អូននិងអាតបតារានោះកំពុងតែមកទីនេះហើយ ហេតុអីក៏បងត្រូវរន់បងអត់បានធ្វើអីខុសទេ បងជាអូនទៅណា កូនមេតាមិនក៏កូននៅទីនេះ ពុកកូនស្រឡាញ់បងថេនសុំពុកកុំអំបែកពួកកូនអីណាពុកណាកូនសុខចិត្តរស់នៅក្នុងខ្ទមបែបនេះតែកូនក៏ចង់រស់នៅជាមួយមនុស្សដែលកូនស្រឡាញ់ដូចគ្នាដែរ ឯងមែនទេឯងថ្លាំធំណាស់ផ្ទះដូចសបុកកដុលតែមកហ៊ានស្រឡាញ់បុផាសួរមិនចេះប្រមាណខ្លួនពិតមែនក ុំវាយគាត់អីកុំវាយកូនខ្ញុំអី ចាញ់ទៅចាស់ម៉ែមិនក៏ឯងមកច្រានម៉ែយើង មកពីឯងចង់មកប្រជែងជាមួយយើង កូនថេនរត់ទៅកូន អត់ទេម៉ែ មកតារាឈប់ភ្លាមទៅខ្ញុំសូមវល់ពុកឈប់ទៅបានហើយគាត់អត់បានខកអីទេគឺកូនជាអ្នកមករកគាត់ដោយខ្លួនឯងទេពុក តើលោកចង់បានអីទៀតខ្ញុំមិនបានទៅធ្វើអ្វីនោះទេហេតុអីក៏មកធ្វើបាបមនុស្សចាស់ដែលកំពុងតែមានជំងឺជាប់ខ្លួនបែបនេះពួកឯងអាក្រក់ណាស់ មិនបានធ្វើអីហ៎នេះអូនមេតាមកនៅផ្ទះឯងហើយនៅថាមិនធ្វើអីទៀតយើងបដៅឯងឲ្យស្គាល់មេរៀនម្ដងបើគ្មានឯងអូនមេតានឹងស្រឡាញ់យើង កុំអី ម៉ែហេតុអីទៅម៉ែហេតុអីក៏ម៉ែធ្វើបែបនេះម៉ែ អ្នកមីងកូនប្រុសម្ដាយជាតិនេះពួកយើងមានកម្មណាស់ម៉ែសុំទោសដែលមិនឲ្យកូនរស់នៅមានក្តីសុខសនុកសុខស្រួលពេលនេះកូននឹងលែងហត់ទៀតហើយណាកូនទោះបីម៉ែមិនជួយកូននៅពេលនេះម៉ែដឹងថាម៉ែក៏មិនអាចនៅជាមួយកូនបានយូរទៀតព្រោះម៉ែមានជំងឺនេះម៉ែដឹងខ្លួនច្បាស់ណាស់ ម៉ែអត់ទេម៉ែកូននៅជាមួយម៉ែកូនមានសេចក្តីសុខណាស់ម៉ែកូនមិនហត់ទេកូននៅក្បែរម៉ែកូនកក់ក្ដៅណាស់ម៉ែកុំទៅណាចោលកូនណាម៉ែកូនមានតែម៉ែម្នាក់ប៉ុណ្ណោះ ម៉ែស្រឡាញ់កូន អត់ទេម៉ែដឹងខ្លួនឡើងវិញមកម៉ែទេម៉ែឯងសម្លាប់ម្ដាយយើង ចង់ងាប់តាមម៉ែឯងមែនទេបានយើងនឹងបំពេញបំណងឯង កុំអីអើយ ហ៎អូនមេតាហេតុអីក៏អូនធ្វើបែបនេះកូនមេតាកូនស្រីពុកហេតុអីក៏ធ្វើបែបនេះកូន បងថេនអូនសប្បាយចិត្តដែលអូនបានកេងកាយដៃបងនៅពេលនេះអូនពិតជាកក់ក្ដៅនិងមានអារម្មណ៍មានក្តីសុខខ្លាំងណាស់ ហេតុអីក៏អូនធ្វើបែបនេះអូនមេតាអូនមិនគួរធ្វើបែបនេះទេក្រែងអូនប្រាប់ថាស្រឡាញ់បងនោះអីហេតុអីក៏ពេលនេះអូនចង់ទុកឲ្យបងនៅម្នាក់ឯងហេតុអីទៅហេតុអី ព្រោះតែអូនស្រឡាញ់បងទោះអូននៅរស់ក៏អូនត្រូវរស់នៅយ៉ាងវេទនាជាងស្លាប់ជីវិតមានតែសម្បកខ្លួនតែគ្រប់យ៉ាងត្រូវបានសម្រេចដោយពុកអូនគ្មានសិទ្ធិធ្វើអ្វីទាំងអស់បែបនេះគឺល្អហើយពុកកូនសុំទោសដែលកូនមិនអាចបំពេញតាមចិត្តរបស់ពុកបាន ពុកសុំទោសពុកខុសហើយកូនមេតាកូនអភ័យទោសឲ្យពុកផងណាកូនកន្លងមកពុកគិតតែពីមុខមាត់គិតតែពីប្រាក់តែមិនបានគិតដល់ចិត្តកូនមិនយល់ពីទំហំនៃសេចក្តីស្រឡាញ់របស់កូន កូនមិនខឹងនឹងពុកទេពុកចិញ្ចឹមមើលថែកូនបានល្អណាស់
កូនស្រឡាញ់ពុកបងថែនអូនស្រឡាញ់បង បងក៏ស្រឡាញ់អូនដែរកុំទុកឲ្យបងនៅម្នាក់ឯងណាអូនណាកុំបិទភ្នែកបើកភ្នែកវិញមកកុំដេកអីណាអូនណាកុំដេកអីបើកភ្នែកវិញមក អូនងុយដេកណាបង ទេមេត្តាកូនមេត្តាអត់ទេមេត្តាអូនបងសុំទោសដែលបងធ្វើឲ្យអូនស្លាប់ម៉ែគ្រប់យ៉ាងគឺមកពីកូនអតារាអញចង់រត់ទៅណាអញសម្លាប់កូនយើងមិនឲ្យអញរួចខ្លួនទេអត់ទេខ្ញុំអត់មានចេតនាទេពូយើងនឹងចាប់អញដាក់គុកមិនឲ្យអញរួចខ្លួនឡើយមេត្តាកូនពុកនឹងរកយុត្តិធម៌ឲ្យកូនថេនយើងសុំទោសយើងនឹងសងនៅអ្វីដែលយើងបានធ្វើចំពោះឯងវិញម៉ែទៅចោលខ្ញុំហើយអូនមេត្តាក៏ទៅចោលខ្ញុំដែរតើលោកសេដ្ឋីចង់សងអីសងជីវិតម៉ែខ្ញុំមែនទេយើងសោកស្ដាយណាស់ថេនពេលនេះខ្ញុំគ្មានសេះសល់អ្វីទៀតទេមនុស្សជាទីស្រឡាញ់ទៅចោលខ្ញុំអស់ហើយម៉ែជីវិតរបស់ថេនពេលដែលអ្នកម្ដាយនិងមនុស្សជាទីស្រឡាញ់ស្លាប់ធ្វើឲ្យគេសោកសង្រេងស្ទើរឆ្កួតចិនបេះដូងឆេះខ្លោចស្ទើរคล้ายជាផេះនឹកសែនស្រណោះអាល័យអ្នកទាំងពីរជាពុនពេងថេនរស់នៅដោយវិបដិសារីដែលគិតតែខ្លួនធ្វើឲ្យម្ដាយនិងមេត្តាស្លាប់គេត្រូវរស់នៅបៀមទុកពេញមួយជីវិតចំណែកឯលោកសេដ្ឋីវិញគាត់បានប្រគល់ទ្រព្យសម្បត្តិឲ្យទៅថេនតែថេនបានយកទៅចែកអ្នកក្រខ្សត់គ្មានសល់ចំណែកឯនាយតារានិងអ្នកខុបខិតមានលោកសេដ្ឋីនិងមិត្តសម្លាញ់ក៏ត្រូវបានជាប់ទោសពីបទសម្លាប់និងញុះញង់ត្រូវជាប់ទោសអស់មួយជីវិត